ទៅនឹងវិស័យអប់រំនេះដែរយើងឃើញថាទីផ្សារវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាគឺកំពុងតែមានការតាក់ទាញកម្មវិធីសិក្សាល្បីៗនៅឯក្រៅប្រទេសផងដែរស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះធនធានមនុស្សគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជំរុញឲ្យកំណើនមួយនេះបន្តលូតលាស់ប្រកបដោយនិរន្តរភាពប៉ុន្តែយ៉ាងណាក៏ដោយបច្ចុប្បន្នគុណភាពធនធានមនុស្សរបស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយបើទោះបីជាមានចំនួនគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនជាច្រើនកំពុងរីកដុះដាលដោយផ្សិតក៏ដោយវិស័យនេះនៅតែទាមទារឲ្យមានការវិនិយោគនិងពង្រឹងបន្ថែមពិសេសកម្មវិធីសិក្សាដែលត្រូវទទួលស្គាល់ថាជាសកលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងតំបន់និងពិភពលោកដែលឡៃសាលាបឋមសិក្សាអន្តរជាតិ Learning Jungle គឺបានទទួលអាជ្ញាប័ណ្ណអប់រំពីប្រទេសកាណាដាបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីចុងសប្តាហ៍មុននេះហើយលោកចាលីវីរៈប្រធានក្រុមប្រឹក្សាអភិបាលសាលាបឋមសិក្សា Learning Jungle គឺបានឲ្យដឹងថាការវិនិយោគនៅក្នុងវិស័យអប់រំគឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សលោកបានបន្តថាប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍបើទោះបីជាពេលនេះមានការប្រកួតប្រជែងខ្លាំងនៅក្នុងវិស័យនេះក៏ដោយប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងផ្ដោតទៅលើគុណភាពហើយជឿជាក់ថាយើងនឹងអាចឈរជើងបាននៅក្នុងទីផ្សារដ៏ចង្អៀតនេះបច្ចុប្បន្នចំនួនគ្រឹះស្ថានអប់រំមានចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្តមនៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលដោយផ្សិតប៉ុន្តែសម្រាប់គ្រឹះស្ថានអប់រំដែលទទួលបានជាអន្តរជាតិនៅមានចំនួនតិចតួចនៅឡើយយោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាបច្ចុប្បន្នប្រទេសកម្ពុជាគឺមានសាលាមត្តេយ្យសិក្សានិងចំណេះដឹងទូទៅសាធារណៈនិងឯកជនសរុបប្រមាណ14853នៅទូទាំងប្រទេសក្នុងនោះសាលាមត្តេយ្យសិក្សាប្រមាណ5807សាលាហើយសាលាបឋមសិក្សាគឺមានប្រមាណ7236អនុវិទ្យាល័យមានចំនួន1279និងវិទ្យាល័យមានចំនួន531កន្លែងស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះធនធានមនុស្សគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជំរុញឲ្យកំណើននេះបន្តលូតលាស់ប្រកបដោយនិរន្តរភាពប៉ុន្តែយ៉ាងណាក៏ដោយបច្ចុប្បន្នគុណភាពធនធានមនុស្សរបស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយបើទោះបីចំនួនគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនជាច្រើនកំពុងរីកដុះដាលដោយផ្សិតក៏ដោយវិស័យនេះនៅតែទាមទារឲ្យមានការវិនិយោគនិងពង្រឹងបន្ថែមពិសេសកម្មវិធីសិក្សាដែលត្រូវបានគេទទួលស្គាល់ជាសកលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងតំបន់និងពិភពលោកដោយឡែកសាលាបឋមសិក្សាអន្តរជាតិ Learning Jungle ដែលបានទទួលអាជ្ញាប័ណ្ណផ្នែកអប់រំពីប្រទេសកាណាដាបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះលោកលីវីរៈប្រធានក្រុមប្រឹក្សាភិបាលសាលាបឋមសិក្សាអន្តរជាតិ Learning Jungle បានមានប្រសាសន៍ថាការវិនិយោគក្នុងវិស័យនេះគឺចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្សលោកថាប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍបើទោះបីពេលនេះមានការប្រកួតប្រជែងខ្លាំងនៅក្នុងវិស័យនេះក៏ដោយប៉ុន្តែអ្វីសំខាន់នោះគឺយើងផ្ដោតទៅលើគុណភាពហើយយើងជឿជាក់ថាយើងនឹងអាចឈរជើងនៅក្នុងទីផ្សារដ៏ចង្អៀតមួយនេះបច្ចុប្បន្នចំនួនគ្រឹះស្ថានអប់រំចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលដោយផ្សិតប៉ុន្តែសម្រាប់គ្រឹះស្ថានអប់រំដែលទទួលស្គាល់ជាអន្តរជាតិនៅមានចំនួនតិចតួចនៅឡើយយោងតាមរបាយការណ៍ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាបច្ចុប្បន្នប្រទេសកម្ពុជាមានសាលាមត្តេយ្យសិក្សានិងចំណេះដឹងទូទៅសាធារណៈនិងឯកជនសរុបប្រមាណ14853នៅទូទាំងប្រទេសក្នុងនោះសាលាមត្តេយ្យសិក្សាប្រមាណ5807សាលាបឋមសិក្សាប្រមាណ7236អនុវិទ្យាល័យចំនួន1279និងវិទ្យាល័យចំនួន531កន្លែងចំណែកគ្រឹះស្ថានឧត្តមសិក្សាមានចំនួន105ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមាន39និងឯកជនមាន66កន្លែង